ទ្រព្យសម្បត្តិហ្នឹងបកលឲ្យប្តីខ្ញុំទៅទាំងអស់ហ្នឹងក្មេងខ្ញុំគាត់និយាយចឹងខ្ញុំសាច់ឡើងចុកពោះមកយប់មិញបងប្អូនអរគ្នាមិញហ្នឹងអង្គុយផឹកតែជុំគ្នាឲ្យក្មេងខ្ញុំគាត់ថាគាត់មានកូនប្រុសតែមួយគ្រាប់ហ្នឹងរាល់ទ្រព្យសម្បត្តិទាំងអស់គឺឲ្យប្តីខ្ញុំទាំងអស់ហ្នឹងតែម៉ែក្មេងរបស់ខ្ញុំគាត់ថាឲ្យក្មេងខ្ញុំគាត់ថាទ្រព្យសម្បត្តិហ្នឹងទ្រព្យសម្បត្តិស្អីគេបើមានតែដីនៅហ្នឹងស្រែហ្នឹងឯងហើយស្រែហ្នឹងលក់អត់កើតទៀតបងប្អូនអរគ្នាខ្ញុំរស់នៅនេះគឺគេមានច្បាប់តឹងតែងបងប្អូនអរគ្នាគឺយើងមានសិទ្ធិគ្រប់គ្រងនៅលើដីហ្នឹងទាំងអស់ប៉ុន្តែគឺយើងអត់មានសិទ្ធិនៅក្នុងការលក់ដូរទេគេបែងចែកគ្នាច្បាស់ណាស់ដីស្រែគឺធ្វើស្រែដីធ្វើផ្ទះគឺធ្វើផ្ទះមានហាក់ដីស្រែយកទៅធ្វើផ្ទះអីគឺអត់កើតទេបងប្អូនអរគ្នាខ្ញុំមិនដឹងថាគួរបរិយាយមិនឲ្យត្រឹមត្រូវបើថាពិបាកវាដូចជាមិនពិបាកតែបើថាឲ្យស្រួលក៏ដូចអត់ស្រួលដែរពេលខ្លះមើលយើងមានទ្រព្យសម្បត្តិមានអីចឹងបងប្អូនគិតមើលបើថាយើងចង់លក់ដូរយកលុយយកកាក់ចឹងគឺលក់អត់កើតទេបានត្រឹមតែធ្វើស្រែចការនៅលើដីហ្នឹងតែប៉ុណ្ណឹងគឺយើងមានសិទ្ធិជាអ្នកគ្រប់គ្រងដីហ្នឹងចឹងធ្វើស្រែចការហ្នឹងទៀតសោតគឺគេមានប្រាក់រង្វាន់លើកទឹកចិត្តផ្សេងពីហ្នឹងទៀតបងប្អូនអរគ្នាយើងប្រមូលផលហ្នឹងគឺយើងយករបស់យើងហើយគឺខាងរដ្ឋគេមានឲ្យប្រាក់រង្វាន់ផ្សេងលើកទឹកចិត្តនឹងមកតង់ទៀតហើយជាបរិវត្តសាមញ្ញដូចពួកខ្ញុំធម្មតានេះគឺថាជីវភាពភាគច្រើនគឺថាប្រហាក់ប្រហែលនឹងគ្នាអត់មានការខុសគ្នាឆ្ងាយមានគម្លាតខុសគ្នាឆ្ងាយដូចថាអ្នកខ្លះមានគឺមានរហូតដល់កប់ពពកហើយអ្នកខ្លះក្ររទៅហូបអីមិនបានណាគឺវាអត់សូវមានលក្ខណៈបែបហ្នឹងកូនរបស់គេទៅយកកូនចេញពីសាលាហ្នឹងមកដល់ភ្លាមចង់ហូបមកដល់និយាយថ្ងៃហ្នឹងនឹងតាគឺថាកម្រងទៅញ៉ាំការគេចៅពីរអ្នកហ្នឹងគឺយំតាមព្រាតមកខ្ញុំថាកូនហើយកុំទៅតាមចាំម៉ាក់ធ្វើឲ្យនៅផ្ទះញ៉ាំក៏បានដែរនឹងបានមន់ដុតញ៉ាំហ្នឹងត្រូវឲ្យប៉ាកូនឯងមកកក់សក់ឲ្យម៉ាក់មុនសិនហ្នឹងគឺខ្ញុំធ្វើការកក់សក់ជាមួយនឹងសាប៊ូកក់សក់ក្លិនពូដែលខ្ញុំប្រើហ្នឹងគឺសាប៊ូកក់សក់ក្លិនការពារសក់ជ្រុះហើយសាប៊ូកក់សក់ក្លិនគេមានច្រើនប្រភេទដែរបងប្អូនអរគ្នាមានតាំងពីសម្រាប់សក់ខូចនិងសម្រាប់សក់អង្គេដែរណាហើយខ្ញុំឆ្លាញ់សាប៊ូកក់សក់ក្លិនការពារសក់ជ្រុះនឹងត្រង់ថាដល់ពេលកក់ទៅវាពពុះច្រើនហើយសម្អាតស្បែកក្បាលបានល្អនៅក្នុងសាប៊ូហ្នឹងគឺគេផ្សំចេញពីវីតាមីន E និងវីតាមីន B5 ដែលជួយធ្វើឲ្យសាច់សក់របស់យើងនឹងរឹងមាំតាំងពីគល់រហូតដល់ចុងហើយភាគច្រើនគឺខ្ញុំប្រើជាមួយអប់របស់វាកក់ហើយហ្នឹងគឺយើងធ្វើការអប់2ទៅ3នាទីសារតែក្រែមទុនសក់គេហ្នឹងនៅពេលដែលយើងប្រើទៅធ្វើឲ្យសក់របស់យើងទុនភ្លឺឡងអញ្ចឹងគ្រាន់តែលាងចេញគឺសក់របស់យើងទុនហ្មងខាងពេលដែលយើងប្រើជាឈុតអញ្ចឹងគឺវាបានផលលឿនអញ្ចឹងណាបងប្អូនអរគ្នាហើយឥឡូវនេះគឺថាធ្វើការស្រោះជាមួយស្លឹកឈូកសិនបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺខ្ញុំមិនដុតទេបងប្អូនគឺចំហុយខ្ញុំអត់ចង់ដុតដោយសារតែហូបទៅវាក្តៅក្នុងកូនប្រហែលថ្ងៃហ្នឹងគឺគាត់ឈឺកផងតែមាន់ខ្ញុំប្រឡាក់គ្រឿងហើយហ្នឹងគឺខ្ញុំយកវាមកដាក់អំពងមិនអំពងទេបងប្អូនគឺយកគ្រាន់តែចៀនវាឲ្យរាងក្រៀមសងខាងអញ្ចឹងណាពេលដាក់ចំហុយទៅវាឈ្ងុយពេលព្រែកហ្នឹងយាយនឹងតាទៅហូបការគេទាំងពីរនាក់អញ្ចឹងហើយនៅបន្សល់នៅផ្ទះតែប្រហែលអ្នក4នាក់ម៉ែកូនហ្នឹងហើយនេះមន់បន្ទាប់ពីខ្ញុំចៀនក្រៀមសងខាងហ្នឹងមកអត់តន់ឆ្អិនទេបងប្អូនប៉ុន្តែខ្ញុំដាក់គល់ស្លឹកគ្រៃហ្នឹងមកហើយជាមួយនឹងគ្រឿងរបស់វាខាងក្នុងហ្នឹងដែរតបមកគឺខ្ញុំយកវាទៅចំហុយឡើងកន្លះម៉ោងតទៅវាមកផុយស្រួលហែកញ៉ាំអញ្ចឹងណាយើងចំហុយអញ្ចឹងវាឈ្ងុយស្លឹកឈូកហើយឆ្ងៃគល់ស្លឹកគ្រៃហើយឈ្ងុយគ្រឿងនៅក្នុងនឹងស្រាច់ទៀតហើយពេលដែលយើងហូបទៅវាអត់សូវក្តៅក្នុងពងឬក៏ដុតនៅពេលដែលហូបទៅវារាងក្តៅក្នុងអញ្ចឹងណាបងប្អូនអរគ្នាហើយថែមជាមួយទឹកជ្រលក់ម្ទេសអញ្ចឹងទៀតមួយកូនខ្ញុំបងប្អូនហើយថាយាយតាចង់ទៅហូបការចោលបងប្អូនតោងក៏ទួយទាំងពីរនាក់ហ្នឹងកុំតែខ្ញុំថាកូនហើយកុំទៅចាំម៉ាក់ធ្វើមាន់ឲ្យហូបអញ្ចឹងហើយបានប្រឡែងយាយនឹងតាទៅញ៉ាំការគេរួចកុំអីបងប្អូនតង់ក៏ទុយទៅហ្មងនិយាយថាកូនហើយនឹងប្តីកំពូលអារឿងថាកំងមហូបបងប្អូនហើយបកែរោនឹកហូបវិលចង់ហូបនេះហើយត្រូវនឹងប្រពន្ធនិយាយពីថាកំពូលខ្ជិលសំខាន់តែប្រនាងតូចទេចាប្រនាងតូចចង់ហូបអីហើយគឺថាត្រូវទៅរោឲ្យនោះបងប្អូនអារម្មណ៍អត់សូវជាល្អអីនៅក្នុងខ្លួនទេមើលទៅមុខទៅដឹងហើយចាមិនដឹងជាខឹងរឿងអីទៀតទេមួយថ្ងៃគឺថាជាងខ្ញុំទៀតអារឿងខឹងចាងក់នេះមិនតិចងោនោះថាប្រពន្ធទៅប្រពន្ធហើយដល់ពេលកូនស្រីនឹងជាងនឹងទៀតហើយវីដេអូបងអូនចែកលេខហ្នឹងក៏មានតែប៉ុណ្្នឹងដែរអស់ចាំជួបគ្នានៅវីដេអូថ្ងៃស្អែកទៀត